ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្លៃប្រេងសាំងទៅតែធ្លាក់ចុះនៅក្រោម4000រៀលបានប្រហែលថ្ងៃឥឡូវនេះលេចលឺមកថានៅអ៊ីរ៉ង់ហើយនិងអាមេរិកហ្នឹងវាយគ្នាម្ដងទៀតហើយចង់បញ្ជាក់ដែរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីមុនពេលមានសង្គ្រាមដែលធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃសាំងយើងតម្លៃធម្មតាហ្នឹងវាជាង4000ហើយដូច្នេះនៅក្នុងវីដេអូនេះយើងនឹងនិយាយថាហេតុអីបានជាប្រហែលថ្ងៃហ្នឹងតម្លៃប្រេងសាំងហ្នឹងវាធ្លាក់ចុះរហូតថាវាមិនមែនធ្លាក់ទៅរកតម្លៃពីមុន4000ជាងទេតែធ្លាក់ចុះរហូតទៅដល់ក្រោម4000ទៅទៀតអញ្ចឹងវាមានហេតុផលមួយចំនួនដែលវាពាក់ព័ន្ធទៅនឹងការបិទសមុទ្រអមូសបិទការនាំចេញប្រេងសាំងពីអ៊ីរ៉ង់អីហ្នឹងឯងអញ្ចឹងនៅក្នុងវីដេអូនេះយើងនិយាយពាក់ព័ន្ធរឿងច្រើនណាស់រឿងកម្ដៅដែលវាកើនឡើងវិញនៅដើមខែកក្កដារវាងអាមេរិកនិងអ៊ីរ៉ង់និយាយខ្លីទៅគឺពីរនាក់ហ្នឹងវាយគ្នាសារជាថ្មីហើយមានរឿងខ្លះមានអារម្មណ៍ថាវាអស់សំណើចខ្លាំងមែនតើហើយយើងភ្ជាប់ទៅជាមួយនឹងតម្លៃប្រេងសាំងឬក៏តើយើងគួរតែធ្វើអីខ្លះដើម្បីទប់ស្កាត់ដើម្បីគ្រប់គ្រងស្ថានភាពមួយហ្នឹងហើយពាក់ព័ន្ធទៅនឹងរឿងដែល Donald Trump ប្រជុំ NATO ចង់ឲ្យ NATO វាយគ្នាអីជាដើមអញ្ចឹងឥឡូវយើងចាប់ផ្ដើមវីដេអូរបស់យើងត្រឹមនៅថ្ងៃទី7កក្កដា2026នេះសហរដ្ឋអាមេរិកបានបើកការវាយប្រហារសារជាថ្មីទៅលើផ្លូវអាកាសរបស់អ៊ីរ៉ង់បន្ទាប់ពីមានឧបទ្ទវហេតុនាវាចំនួន3គ្រឿងក្នុងចំណោមនាវា3គ្រឿងហ្នឹងមានរបស់កាតាមានរបស់លីបង់មានរបស់អីដែរដែលចោទប្រកាន់ថាគឺជាការវាយប្រហារមកពីសំណាក់ប្រទេសអ៊ីរ៉ង់នៅច្រកសមុទ្រអ៊ឺម៉ូសនេះគឺជាការត្រឡប់មកវិញនៃសកម្មភាពយោធាដែលនាំឲ្យមានការលុបចោលឬក៏ប្រកាសថាបទឈប់បាញ់ដែលមានកន្លងមកនៅក្នុងខែមិថុនាហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយក្នុងនេះហេតុអ្វីបានជាការវាយប្រហាររបស់សហរដ្ឋអាមេរិកកាត់ឡើងឬក៏ផលប៉ះពាល់មុននឹងក្រោយការកើនឡើងនៃកម្ដៅមួយនេះវាមានអ្វីខ្លះបើយើងនិយាយពីការកើនឡើងវិញយើងនិយាយពីពេលផ្អាកសិនបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់នៅឆ្នាំ2026បានផ្ទុះឡើងនៅថ្ងៃទី28កុម្ភៈជាមួយនឹងការវាយប្រហារខ្នាតធំពីសំណាក់សហរដ្ឋអាមេរិកអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ហើយនិងតំបន់មួយចំនួនមានប៉ះពាល់ជាមួយនឹងលីបង់ដែរហ្នឹងស្ថានភាពហ្នឹងគឺវាបានឈានទៅដល់ការដែលរកឃើញបាត់ឈប់បាញ់នៅក្នុងកំឡុងខែមេសានិងខែឧសភាហើយនៅក្នុងពាក់កណ្ដាលខែមិថុនាកាលពីពាក់កណ្ដាលខែ6ថ្ងៃទី17 18សហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បានចុះហត្ថលេខានៅលើអនុសារណៈនៃការយល់ដឹងមួយដែលយើងហៅកាត់ថា MOU ដែលកិច្ចព្រមព្រៀងនេះរួមមានការបើកច្រកសមុទ្រអ៊ឺម៉ូសនឹងឡើងវិញលើកលែងទោសបណ្ដោះអាសន្នលើការលក់ប្រេងរយៈពេល60ថ្ងៃសម្រាប់ការចរចានុយក្លេអ៊ែរនិងការបញ្ឈប់ការប្រយុទ្ធសកម្មនៅលីបង់អញ្ចឹងកន្លែងនេះវាពាក់ព័ន្ធទៅនឹងតម្លៃប្រេងនៅលើ MOU ក៏ដូចជាលើកលែងទោសបិទលក់ប្រេងរបស់អ៊ីរ៉ង់នឹងឯងដែលវាធ្វើឲ្យតម្លៃប្រេងយើងចុះថោកខ្លាចបងប្អូនអរគ្នាអត់យល់បានន័យថានៅក្នុងកំឡុងពេលសង្គ្រាមកាលពីខែ2មករយៈពេលប្រហែលខែហ្នឹងគេបិទការនាំចូលប្រេងរបស់អ៊ីរ៉ង់អញ្ចឹងហើយបានធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងឡើងថ្លៃប្រេងសាំងដល់ពេលប្រេងអ៊ីរ៉ង់ហ្នឹងលក់អត់ចេញទេនៅកកស្ទះស្តុកទុកចឹងទៅដល់ពេលតម្លៃដល់ពេលរយៈពេលដែលគេលើកលែងអាហ្នឹងចឹងទៅអ៊ីរ៉ង់បញ្ចេញប្រេងដែលស្តុកទុកជាយូរមកហើយហ្នឹងអញ្ចឹងបានន័យថានៅលើទីផ្សារហ្នឹងវាលើសវា over ដល់ពេលប្រេងវាចុញចឹងពេកទៅបានតម្លៃប្រេងសាំងហ្នឹងវាបានចុះថោកអញ្ចឹងនៅក្នុងខែមិថុនាអំពើហិង្សាការវាយគ្នានេះបានថយចុះគួរឲ្យកត់សម្គាល់ភាគច្រើននៅលើអ្នកវិភាគទូទាំងពិភពលោកហ្នឹងគេនិយាយថាអ៊ីរ៉ង់តាមពិតទៅមិនទាន់ព្រមចាញ់ឬក៏ចង់ចប់សង្គ្រាមហ្នឹងទេប៉ុន្តែគេថាសម្រាប់ផឹកទឹករយៈពេលនៃការផ្អាកហ្នឹងគឺបញ្ចេញប្រេងក៏ដូចជារៀបចំប្រព័ន្ធការពារដែនអាកាសរៀបចំអីថ្មីអីចឹងទៅដើម្បីត្រៀមខ្លួននៅក្នុងការប្រយុទ្ធម្ដងទៀតជាមួយនឹងសហរដ្ឋអាមេរិកហើយនៅក្នុងចុងខែ6ដើមខែ7ហ្នឹងយើងសង្កេតឃើញថាសកម្មភាពនៅក្នុងឬក៏នៅម្ដុំច្រកសមុទ្រអ៊ឺម៉ូសហ្នឹងចាប់ផ្ដើមមានភាពធម្មតាឡើងវិញនាវាដឹកទំនិញផ្សេងមកពីប្រទេស7 8នៅតំបន់ហ្នឹងអាចឆ្លងកាត់តំបន់ទាំងអស់ហ្នឹងបានជាធម្មតាហើយក្នុងកំឡុងពេលដែលគេកំពុងតែរកដំណោះស្រាយរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ហ្នឹង flashback ដែរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីសង្គ្រាមហ្នឹងកើតឡើងពីដំបូងតម្លៃប្រេងសាំងហ្នឹងវាឡើងខ្លាំងរហូតដល់ជាង$100នៅក្នុង1បារ៉ែលដែលវាឡើងថ្លៃខ្លាំងហើយប៉ះពាល់សេដ្ឋកិច្ចនៅប្រទេសនានាជុំវិញពិភពលោកហ្នឹងរហូតដល់ជាង90%ហើយចំណែកឯនៅលីបង់មានមនុស្សរហូតដល់1.1លាននាក់ត្រូវបានផ្លាស់ទីលំនៅកន្លែងនេះពុកម៉ែបងប្អូនអាចនឹងឆ្ងល់ថាគេបាញ់គ្នានឹងរវាងអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់ទេហេតុអីបានជាលីបង់ជាអ្នកភាសឹកទៅវិញគឺដោយសារតែនៅលីបង់ហ្នឹងខ្ញុំធ្លាប់និយាយឲ្យច្រើនដងហើយគឺមានក្រុម Hezbollah ក្រុមផ្ដាច់ខ្លួនក្រុមដែលទទួលបានការគ្រប់គ្រងពីសំណាក់អ៊ីរ៉ង់នៅទឹកដីមួយចំនួនរបស់លីបង់អញ្ចឹងអាហ្នឹងគឺជាបញ្ហាហើយហេតុអីបានលើករឿងហ្នឹងមកបានន័យថាការផ្អាករយៈពេល60ថ្ងៃឬក៏មុនពេលផ្ទុះឡើងម្ដងទៀតនេះក្រុមភាសឹកជាង1លាននាក់នៅលីបង់អីហ្នឹងចាប់ផ្ដើមបានត្រឡប់ទៅផ្ទះទៅអីវិញបានមួយចំនួនធំហើយសូម្បីតែនៅកាសានៅអីក៏ដោយហ្នឹងរៀងស្ងប់ស្ងាត់បានទៅផ្ទះវិញអ្នកដែលភាសឹកប៉ុន្តែឥឡូវដល់ពេលដែលសង្គ្រាមផ្ទុះឡើងម្ដងទៀតទាំងនៅកាសានៅតំបន់ផ្សេងនៅលីបង់នៅអីហ្នឹងប៉ាឡេស្ទីនអីហ្នឹងណា
ឥឡូវហ្នឹងកំពុងតែភៀសសឹកម្ដងទៀតហើយការអត់ឃ្លានអំពើអមនុស្សធម៌នៅកាហ្សាដែលយើងធ្លាប់និយាយគ្នាកន្លងមករឿងសង្គ្រាមអ៊ីស្រាអែលប៉ាឡេស្ទីនហ្នឹងក៏វាផ្ទុះឡើងម្ដងទៀតដែរឥឡូវយើងនិយាយពីឧបទ្ទវហេតុនៅច្រកសមុទ្រអ៊ុរម៉ូសហើយនឹងការឆ្លើយតបដែលខ្ញុំនិយាយថាពេលខ្លះមានអារម្មណ៍ថារឿងបាញ់គ្នានេះដូចវាទៅជារឿងកំ pl ែងវាដូចជាលបែងលេងរបស់ថ្នាក់ដឹកនាំធំៗអញ្ចឹងនៅថ្ងៃទី5ដល់ថ្ងៃទី7កក្កដាមាននាវាពាណិជ្ជកម្ម3គ្រឿងត្រូវបានវាយប្រហារដោយបានរៀបរាប់ខាងលើអញ្ចឹងមានបោះកាតាមានបោះសាអូឌីអារ៉ាប៊ីមានបោះលីបេរៀនហើយមជ្ឈមណ្ឌលប្រជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានសន្មតថាការវាយប្រហារទៅលើនាវាទាំង3ហ្នឹងគឺមកពីអ៊ីរ៉ង់អញ្ចឹងបានន័យថាបើសិនជារឿងនេះពិតគឺក្នុងកំឡុងពេលដែលសម្រាប់នៅក្នុងកំឡុងពេលដែលកំពុងរកដំណោះស្រាយបានន័យថាកំពុងត្រជាក់ត្រជុំសុកអ៊ីរ៉ង់ហ្នឹងទៅវាយគេហ្មងទៅវាយប្រហារបែបហ្នឹងទៀតហ្មងអញ្ចឹងដូចយើងនិយាយមកពីខាងលើអញ្ចឹងការសម្រាប់នេះសម្រាប់ដើម្បីបញ្ចេញប្រេងដើម្បីរកលុយដើម្បីរៀបចំកាឡាមកវាយគ្នាម្ដងទៀតហើយនៅសុកគឺវាយគ្នាយកចឹងតែម្ដងអញ្ចឹងជាការឆ្លើយតបនៅថ្ងៃទី7ខែកក្កដាសហរដ្ឋអាមេរិកបានដកហូតអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់សារជាថ្មីហើយនឹងធ្វើការវាយប្រហារទៅលើគោលដៅជាង80គោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនឹងជុំវិញច្រកសមុទ្រអ៊ុរម៉ូសកន្លែងនេះមានពីរចំណុចទី1រឿងដែលយើងគួរឲ្យកត់សម្គាល់គឺពាក់ព័ន្ធទៅនឹងការដកហូតអាជ្ញាប័ណ្ណលក់ប្រេងរបស់អ៊ីរ៉ង់រឿងនេះវាដូចតែលើកមុនចឹងថាវានឹងកើតឡើងម្ដងទៀតហើយប្រទេសនានាទូទាំងពិភពលោកជាពិសេសដូចយើងជាដើមដែលយើងនាំចូលប្រេងមកជាច្រើនណាយើងអត់មានផលិតនៅក្នុងស្រុកហ្នឹងអានឹងដឹងថាប៉ះពាល់ទៀតហើយព្រោះមានកន្លែងផ្គត់ផ្គង់មួយត្រូវបានបិទហើយបើកលេចទៅមើលគោលដៅវាយប្រហារជាង80អ៊ីរ៉ង់មិនបាញ់មីស៊ីលមិនវាយប្រហារទៅលើនាវាអញ្ចឹងគោលដៅ80ដែលសហរដ្ឋអាមេរិកបានវាយប្រហារនេះគឺអាមេរិកវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសទៅលើមីស៊ីលដែលប្រឆាំងនាវាមីស៊ីលនឹងបកកែបាញ់នាវាមែនឥឡូវកំទេចកន្លែងមីស៊ីលប្រឆាំងនាវានឹងចេញទាំងអស់ហើយមានទូកតូចធំជាង60គ្រឿងដែលទាំងស្ថិតនៅតំបន់អ៊ុរម៉ូសហើយនឹងនៅចិត្តនឹងទៀតផងអញ្ចឹងថាមានអារម្មណ៍ថាវាដូចមិនក៏ដូចវាយក្មេងអញ្ចឹងណាដៃនឹងវាយគេវាយដៃនឹងវិញវារបៀបបែបហ្នឹងហើយសម្រាប់ខ្ញុំផ្ទាល់មើលទៅលើព្រឹត្តិការណ៍ផ្សេងមើលទៅលើការវាយប្រហាររបស់សហរដ្ឋអាមេរិកកន្លងមកបើសិនជានៅតែបន្តបានន័យថាសង្គ្រាមមួយនេះសង្ឃថាអត់អាចបញ្ចប់ទៅបែបអញ្ចឹងទេវាយតតថាអ៊ីរ៉ង់នឹងអត់អាចងើបមកវិញម្ដងទៀតបើសិនជាអ៊ីរ៉ង់នៅតែបែបហ្នឹងបើសិនជាសង្គ្រាមមួយហ្នឹងបញ្ឈប់ឥឡូវរកបាត់ឈប់បាញ់រកអីបានអាហ្នឹងបានន័យថាអ៊ីរ៉ង់នៅមានដើមទុននៅមានកម្លាំងអាចព្យាបាលរបួសប្រហែលជាតែប្រហែលឆ្នាំទៀតអាចរឹងមាំឡើងវិញតែបើសិនជានៅតែបន្តបែបហ្នឹងអានេះឲ្យគេវាយតតែខ្យល់តែម្ដងកន្លែងនេះពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនថានឹងខ្ញុំនឹងកាន់ជើងអាមេរិកទេប៉ុន្តែយើងមើលកន្លងមកប្រហែលដងនៅពេលដែលអ៊ីរ៉ង់វាយប្រហារនៅពេលដែលអីចឹងគេដាក់មកវិញឲ្យគេឲ្យការប្រាក់រហូតដូចឥឡូវហ្នឹងអញ្ចឹងវាយនាវាគេបាញ់កំទេចមីស៊ីលបាញ់នាវាហ្នឹងចោលឲ្យគេកំទេចគេឲ្យការប្រាក់ដោយកំទេចទូកគេបាញ់ប្រព័ន្ធការពារដែនអាកាសឬអីផ្សេងៗចឹងទៅហើយបើយើងមើលទៅលើកម្រិតនៃសភាវុធអីអញ្ចឹងយើងអាចមើលឃើញតែម្ដងដែលថាមិនមែនកាន់ជើងមិនមែនលើកជើងទេគឺអាមេរិកពិតជាអាចនៅក្នុងការកំទេចអ៊ីរ៉ង់ឲ្យទៅជាផេះចោលអីចឹងគឺពិតជាអាចឈ្នះទោះបីត្រូវលបួសត្រូវខាត់បង់ខ្លួនឯងខ្លះតែអាមេរិកពិតជាមានសមត្ថភាពយោធាដែលអាចកំទេចអ៊ីរ៉ង់ចោលប៉ុន្តែសួរថាហេតុអីបានគេអត់ធ្វើបែបហ្នឹងការបាញ់កំទេចប្រទេសមួយអញ្ចឹងវាក៏មានហានិភ័យដល់សហរដ្ឋអាមេរិកវិញដែរបានជាគេអត់វាកំទេចចោលទី1គឺវាធ្វើឲ្យអាក្រក់មើលធ្វើឲ្យប្រទេសផ្សេងទោះបីជាត្រូវគ្នាទោះបីជាកំពុងតែលូកលឿនជាមួយអាមេរិកក៏ដោយមិនបាច់និយាយតែថាប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់ហ្នឹងគេគុំទេប៉ុន្តែប្រទេសផ្សេងដែលមានតំណែងល្អមួយគ្នាក៏គេញញើតកោតក្រែងដែរថាអាមេរិកហ្នឹងអាំងអំណាចឬមួយក៏អីចឹងទៅមួយវិញទៀតទោះបីជាយ៉ាងណាអ៊ីរ៉ង់ក៏ជាប្រទេសដែលផ្គត់ផ្គង់ប្រេងហ្នឹងធំដែរចឹងនៅពេលដែលអ៊ីរ៉ង់មួយខ្ទេចវាអាចប៉ះពាល់ទៅដល់សង្វាក់ផ្គត់ផ្គង់វាប៉ះពាល់ទៅដល់សេដ្ឋកិច្ចព្រោះអីក៏ដោយវាធ្វើការទៅជាប្រព័ន្ធចឹងនៅពេលដែលមានកន្លែងណាមួយដែលថានៅសុកបិទឡុកចោលតែម្ដងហ្នឹងវានឹងប៉ះពាល់សេដ្ឋកិច្ចទូទាំងពិភពលោកហើយអាមេរិកខ្លួនឯងផ្ទាល់ហ្នឹងក៏ប៉ះពាល់ដូចគ្នាព្រោះអាមេរិកក៏ជាប្រទេសដែលនាំចូលពាក់ព័ន្ធទៅនឹងរបស់ពាក់ព័ន្ធមួយ energy ពាក់ព័ន្ធមួយអីហ្នឹងណាប្រេងសាំងអូស្មန်អីហ្នឹងក៏អាមេរិកមាននាំចូលដែរហើយបើមែនតែនទៅទាំងអ្វីដែលអាមេរិកចង់បានហើយនឹងប្រជាជនរបស់អ៊ីរ៉ង់គេគ្រាន់តែចង់ផ្លាស់ប្ដូររឿងរបបដឹកនាំនៅអ៊ីរ៉ង់ហ្នឹងទេអញ្ចឹងបើនិយាយដល់ចំណុចហ្នឹងយើងទៅមើលនៅក្នុងស្ថានភាពនៅក្នុងសង្គមរបស់អ៊ីរ៉ង់ហ្នឹងតលមានអសរជនមួយចំនួនធំដែលគេអូខេដែលគេយល់ស្របទៅនឹងការចាត់ចែងរបស់អាមេរិកអីចឹងទៅដែលបានន័យថាក្រៅពីលោកខាម៉ាណេគាត់បានស្លាប់ទៅគេយល់ព្រមនៅក្នុងការដែល
restructure បានន័យថារៀបចំប្រព័ន្ធគ្រប់គ្រងនឹងអីឡើងវិញចឹងណាប៉ុន្តែក៏នៅមានអ្នកមួយចំនួនដែលនៅចង់តតាំងមួយអាមេរិកដូចឥឡូវដែលយើងបានឃើញចឹងបានថាសម្រាប់នៅក្នុងប្រទេសនឹងផ្ទាល់ហ្នឹងគឺវាមានពីរក្រុមដែលមួយចង់ឲ្យបញ្ចប់ហើយក៏ព្រមតាមអាមេរិកផ្លាស់ប្ដូរកែសម្រួលប្រព័ន្ធគ្រប់គ្រងអញ្ចឹងណាចឹងឥឡូវយើងនិយាយប៉ុណ្ណឹងខ្ញុំខំថាបងប្អូនអរគ្នាយល់បានថាទោះបីប្រទេសទូចប្រទេសធំក៏ដោយវាយគ្នាកុំមើលតែថាហេតុអីមិនវាយផ្ដាច់ឬមួយក៏អីចឹងបានន័យថាទោះបីខ្លួនឯងធំប៉ុណ្ណាវាយប្រទេសទូចប៉ុណ្ណាក៏ដោយកុំថាឡើយមានសមត្ថភាពតដៃដូចអ៊ីរ៉ង់ទោះបីអត់មានសមត្ថភាពតដៃដូចអ៊ីរ៉ង់ក៏ដោយក៏គេមិនងាយនៅក្នុងការផ្ដាច់គេព្រោះវាជារឿងធម្មជាតិវាគឺជារឿងទូទៅវាយគេខ្លួនឯងក៏ឈឺដែរខ្លួនឯងក៏ត្រូវមានផលតបស្នងដែរទោះបីជាខ្លួនឯងនឹងជាអ្នកវាយគេក៏ដោយឥឡូវយើងមកមើលពីផលប៉ះពាល់លើតម្លៃប្រេងសាំងនៅកម្ពុជាគឺជាប្រទេសដែលនាំចូលប្រេងឥន្ធនៈភាគច្រើនពីបរទេសដូច្នេះការប្រែប្រួលតម្លៃប្រេងរបស់អន្តរជាតិគឺវាតែងតែប៉ះពាល់ដោយផ្ទាល់តែម្ដងទៅលើតម្លៃប្រេងសាំងនៅក្នុងស្រុកបើសិនជាក្នុងកំឡុងពេលដែលប្រេងចុះថោកប្រហែលថ្ងៃមុនមកជាមុនកន្លះខែមុននេះយើងបានស្តុកទុកច្រើនណានឹងអត់សូវអីទេហើយជាយើងអាចទុកបានក្នុងមួយជាប៉ុន្តែទោះបីជាយើងស្តុកក៏យើងមិនអាចទុកបានរយៈពេលច្រើនថ្ងៃច្រើនខែដែរអញ្ចឹងនៅពេលតម្លៃប្រេងអន្តរជាតិកើនឡើងតម្លៃប្រេងសាំងកម្ពុជាយើងនឹងធម្មតាគឺកើនឡើងតែម្ដងបើកាលពីផ្ទុះសង្គ្រាមលើកមុនដោយសារយើងបានត្រៀមទុកអញ្ចឹងរយៈពេលខ្លីគ្រាន់តែបាញ់គ្នាតែ2-3ថ្ងៃឡើងថ្លៃមកដល់យើងក្រើតតែម្ដងអញ្ចឹងប្រហែលថ្ងៃមុនដូចនិយាយពីដើមវីដេអូអញ្ចឹងគឺប្រេងសាំងបានចុះមកក្រោម4000រៀលដោយសារតែអ៊ីរ៉ង់ហ្នឹងបញ្ចេញស្តុកឥឡូវនេះគេបិទអាជ្ញាប័ណ្ណរបស់អ៊ីរ៉ង់ហើយចឹងអានេះគឺជារឿងប៉ះពាល់ដោយផ្ទាល់ទៅលើតម្លៃប្រេងសាំងហើយយើងចាំមើលទាំងអស់គ្នាហើយរឿងនេះដូចជាមានអីបញ្ចប់ទេបើសិនជាអ៊ីរ៉ង់នៅតែរឹងវាមានតែតទៅមុខហើយដូចនិយាយនៅក្នុងវីដេអូចឹងមានតែវាយផ្ដាច់ដង្ហើមរៀងខ្លួននឹងឯងហើយគ្មានតែគេអ្នកដាច់ទេមានតែអ៊ីរ៉ង់តែមុំតែអ៊ីរ៉ង់ដាច់នឹងប្រទេសផ្សេងដូចជាយើងជាដើមនឹងក៏វាមានផលប៉ះពាល់ដែរចឹងអាហ្នឹងក៏វាក៏ជាកលឹះមួយវាគឺជាដើមទុនមួយដែលអ៊ីរ៉ង់មាននៅក្នុងការដែលគៀបសង្កត់បានន័យថាដាក់សម្ពាធទៅលើសង្គ្រាមមួយហ្នឹងហើយឥឡូវយើងក៏លេខទៅមើលចេះនៅក្នុងកំឡុងពេលដែលវាប្រហារទៅលើអ៊ីរ៉ង់កាលពីថ្ងៃទី7ហ្នឹងសហរដ្ឋអាមេរិកកំពុងតែប្រជុំមួយ NATO នៅប្រទេសទូគីថ្ងៃទី7ថ្ងៃទី8ដែលចេះខ្លីទៅអាមេរិកកំពុងតែបង្ខំចង់ឲ្យ NATO នឹងជួយការពារផ្លូវទឹកដែលជាខ្សែច្រកដឹកជញ្ជូននៅច្រកសមុទ្រអ៊ុរម៉ូសតាមពិតមិនមែនតំតែចង់ឲ្យ NATO នឹងលូកដៃឥឡូវទេអាមេរិកចង់ឲ្យ NATO នឹងលូកដៃយូរហើយប៉ុន្តែគ្រាន់តែថា NATO អត់អាចធ្វើបែបហ្នឹងបានទេនិយាយទៅប្រទេសនានាគ្មានអ្នកណាគេចង់លូកដៃចូលសង្គ្រាមទេអញ្ចឹងទោះបីជាកន្លងមកប្រទេសនៅក្នុង NATO នឹងមួយចំនួនដូចជាអង់គ្លេសហើយនិងទូគីនឹងធ្លាប់មានសកម្មភាពតិចតួចនៅក្នុងតំបន់នឹងក៏ដោយប៉ុន្តែវាគ្រាន់តែជាសកម្មភាពទប់ស្កាត់កុំឲ្យគ្រាប់របស់អ៊ីរ៉ង់នឹងចូលទឹកដីខ្លួនឯងទេគ្រាន់តែបាញ់ទម្លាក់រ៉ុកកែតមីស៊ីលមួយចំនួនដែលបាញ់ចូលទៅក្នុងទឹកដីរបស់ទូគីហើយអគ្គលេខាធិការ NATO បានបញ្ជាក់ថា NATO គឺជាសម្ព័ន្ធមិត្តការពារមិនមែនជាសម្ព័ន្ធភាពវាយប្រហារនៅលើមជ្ឈមបូព៌ានោះទេអញ្ចឹងវីដេអូនេះមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាជាប្រយោជន៍មួយសម្រាប់បងប្អូនដើម្បីនៅក្នុងការស្វែងយល់ពាក់ព័ន្ធទៅនឹងភូមិសាស្ត្រនយោបាយនានាទូទាំងពិភពលោកក៏ដូចជាអ្វីដែលពាក់ព័ន្ធគ្នាទោះបីជាសង្គ្រាមកើតឡើងនៅមជ្ឈមបូព៌ាអត់មានគ្រាប់ធ្លាក់មកដល់ដីយើងក៏ដោយក៏ប្រទេសដូចជាយើងនិងប្រទេសផ្សេងទៀតហ្នឹងមានផលប៉ះពាល់ដែរហើយដូចពាក់ព័ន្ធទៅនឹងសង្វាក់គ្រប់គងឬក៏តម្លៃដឹកជញ្ជូនអីផ្សេងនៅពេលដែលអមមូសបិទចឹងទៅនាវាដឹកជញ្ជូនអីហ្នឹងត្រូវវៀងច្រកសមុទ្រមួយហ្នឹងអញ្ចឹងតម្លៃប្រេងសាំងកើនឡើងហើយត្រូវដឹកឆ្ងាយជាងមុនត្រូវចំណាយថ្លៃជាងមុនអញ្ចឹងវាពាក់ព័ន្ធទៅនឹងតម្លៃអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធជាប្រព័ន្ធដែលអ្នកលក់ដូរអីហ្នឹងលក់ដូរអត់សូវដាច់ដូចមុនទេដោយសារតែកាលមុនមាន10000តែបានរបស់2ឥឡូវមាន10000តែបានតែរបស់1ហ្នឹងតែ2អត់គ្រប់អញ្ចឹងណាអញ្ចឹងវាប៉ះពាល់ទៅដល់អ្នកលក់ដូរទៅដល់អ្នកប្រើប្រាស់អីដូចគ្នាអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណដែលបានទស្សនាមកដល់ចំណុចនេះកុំភ្លេចចុច like ចុច subscribe ហើយចុច share ចែករំលែកវីដេអូនេះបន្តផងបើសិនជាមាន comment មតិយោបល់អីអាច comment បាននៅខាងក្រោមហើយមានប្រធានបទអីចង់សនំពរក៏កុំភ្លេច comment នៅខាងក្រោមវីដេអូនេះដូចគ្នាអរគុណជម្រាបលាបាយបាយ